ជំរាបសួរនាងខ្ញុំសមាននេះគឺជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាក្នុងថ្ងៃនេះហើយយើងនឹងមកជួបជាមួយនឹងវាគ្មិនកិត្តិយសទាំង5រូបហើយយើងនឹងលើកយកកិច្ចពិភាក្សាទៅលើតើធ្វើយ៉ាងណាជំរុញការអនុវត្តវិរិយបកម្មល្អគួរបញ្ជាក់ផងដែរថាវិស័យវិរិយវប្បកម្មគឺមានទស្សនវិស័យជោគជ័យទៅលើការអភិវឌ្ឍវិស័យវិរិយវប្បកម្មសមាជិកមានភាពរីកចម្រើនលើផ្នែកទីផ្សារផលិតកម្មនិងហិរញ្ញវត្ថុកម្ពុជាកំពុងអនុវត្តវិស័យវិរិយបកម្មដែលផ្ដោតទៅលើសសរស្តម្ភ4សសរស្តម្ភទី1សុវត្ថិភាពនិងគុណភាពម្ហូបអាហារកសិដ្ឋានវិរិយវប្បកម្មត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ដើម្បីធានាបាននូវអនាម័យម្ហូបអាហារគឺត្រូវមានគុណភាពខ្ពស់ការអនុវត្តស្តង់ដារវិរិយវប្បកម្មល្អអាចការពារការចម្លងមេរោគកាត់បន្ថយការបំផ្លាញគុណភាពនិងការការពារផលិតផលត្រីចិញ្ចឹមពីភ្នាក់ងារបង្ករោគនិងកាត់តែគ្រោះថ្នាក់ផ្សេងៗសសរស្តម្ភទី2សុខភាពនិងសុខុមាលភាពវិរិយសត្វអនុវត្តវិរិយវប្បកម្មល្អផ្ដោតលើការការពារជំងឺបង្កើនប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យនិងវិធីសាស្ត្រព្យាបាលលក្ខណៈធានាសុខុមាលភាពសត្វទឹកចិញ្ចឹមត្រូវគិតគូរពីដង់ស៊ីតេការដាក់ចិញ្ចឹមអាហារូបត្ថម្ភគុណភាពទឹកសម្ភារៈប្រើប្រាស់និងការលើកដាក់សសរស្តម្ភទី3បរិស្ថានល្អកសិដ្ឋានវិរិយវប្បកម្មជាយាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាលើបរិស្ថានតាមរយៈការប្រើប្រាស់ធនធានប្រកបដោយភាពឆ្លាតវៃដូចជាការកាត់បន្ថយជីវៈចម្រុះប៉ុន្តែបង្កើនការការពារសសរស្តម្ភទី4សុខុមាលភាពផ្នែកសេដ្ឋកិច្ចសង្គមកសិដ្ឋានវិរិយវប្បកម្មត្រូវផ្ដល់អាទិភាពចំពោះសុខុមាលភាពសង្គមសិទ្ធិការងារសមភាព Gender និងសិទ្ធិប្រើប្រាស់ទឹកនិងដីដើម្បីជៀសវាងជម្លោះនិងធានាបានសុខុមាលភាពសង្គមការអនុវត្តគោលការណ៍វិរិយវប្បកម្មល្អនៅគ្រប់ដំណាក់កាលអាចនាំមកនូវការអភិវឌ្ឍជនបទបង្កើនអត្ថប្រយោជន៍ដល់សហគមន៍និងកាត់បន្ថយភាពក្រីក្រខណៈពេលនេះដែរសូមចូលដល់កិច្ចពិភាក្សាសំណួរចម្លើយជាមួយនឹងវាគ្មិនទាំងអស់គ្នានាងខ្ញុំសូមចូលដល់សំណួរទី1តើអ្វីខ្លះដែលជាគុណសម្បត្តិនៃការអនុវត្តវិរិយវប្បកម្មល្អនាងខ្ញុំសូមប្រកល់សំណួរនេះជូនដល់វាគ្មិនគ្រប់រូបបាទគុណសម្បត្តិនៃការអនុវត្តវិរិយកម្មល្អទី1ធ្វើឲ្យទីកន្លែងយើងស្អាតហើយទី2បញ្ហាគុណភាពត្រីហើយទី3ការដែលយើងអនុវត្តវិរិយកម្មល្អនេះជួយជំរុញផ្នែកវិស័យចិញ្ចឹមត្រីរបស់យើងនឹងគឺឲ្យមានគុណភាពល្អពាក់ព័ន្ធនឹងកន្លែងស្អាតហ្នឹងមានន័យថាទី1គឺកន្លែងយើងពោពេញដោយបរិស្ថានល្អទី1គ្មានសម្បកកាកសំណល់ដែលយើងប្រើប្រាស់ទៅលើកសិដ្ឋានគឺយើងរៀបចំបានល្អហើយទី2ទៀតពាក់ព័ន្ធទៅនឹងវិរិយវប្បកម្មល្អនេះគឺជួយជំរុញនិងលើកទឹកចិត្តយើងជាពិសេសកសិដ្ឋានមួយគឺការប្រើប្រាស់មិនមានការប្រើប្រាស់សារធាតុគីមីហាមឃាត់វិរិយកម្មល្អនេះគឺថាត្រូវតាមស្តង់ដារគុណភាពត្រីគឺសាច់ល្អសាច់ត្រីល្អណាវាអត់មានជាតិទឹកសាច់ត្រីក្រហមហើយគុណភាពឆ្ងាញ់ណាការហូបទៅគឺអ្នកទទួលទានគេយកទៅហូបគេថាឆ្ងាញ់ដោយសារទី1គឺយើងបានរៀបចំចំណីដែលឲ្យត្រីស៊ីហ្នឹងគឺมันមានប្រើសារធាតុដែលគេហាមឃាត់ទាំងប្រមាណមុខដែលខ្ញុំបានរៀបរាប់ខាងដើមមិញសូមអរគុណវាគ្មិនសម្រាប់ការលើកឡើងយ៉ាងក្បោះក្បាយនេះខ្ញុំសូមឈានចូលដល់សំណួរទី2តើលោកគិតថាគុណភាពសាច់ត្រីចិញ្ចឹមនៅកម្ពុជាមានស្តង់ដារគុណភាពនិងសុវត្ថិភាពដែរឬទេបច្ចុប្បន្ននេះគុណភាពត្រីដែលចិញ្ចឹមនៅក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំចាត់ទុកថាត្រីយើងបានចូលនឹងស្តង់ដារដែលជាត្រីដែលមានគុណភាពល្អជាទូទៅឃើញកសិដ្ឋានមួយចំនួនដែលជាកសិដ្ឋានដែលអនុវត្តនៅវិរិយវប្បកម្មល្អនេះគឺគាត់ចាប់ត្រីម្ដងអតិថិជនដែលជាឈ្មោះអ្នកមកចាប់តែងតែសរសើរថាត្រីនេះសាច់ល្អហើយយកទៅហូបឆ្ងាញ់มันមានឃើញស្នាមអុចនៅក្នុងសាច់ឆ្នោតខ្មៅឯដូចត្រីដែលនាំចូលពីក្រៅប្រទេសមកទេអញ្ចឹងគុណភាពខ្ញុំគិតថាបានអនុវត្តតាមស្តង់ដារត្រឹមត្រូវសូមចូលដល់សំណួរទី3តើអ្វីជាឧបសគ្គរារាំងក្នុងការអនុវត្តវិរិយវប្បកម្មល្អនៅក្នុងស្រុកតាមបទពិសោធន៍កន្លងមកដែលខ្ញុំធ្វើនៅកសិដ្ឋានរបស់ខ្ញុំខ្ញុំគិតថាដូចជាមិនមានឧបសគ្គអីដែលធ្វើឲ្យរារាំងដល់វិរិយវប្បកម្មល្អនេះតែសូមតែម្ចាស់កសិដ្ឋានមួយគឺរៀបចំអត់ត្រូវចំណាយអីច្រើនប្រមាណនេះទី1រៀបចំស្រះឲ្យត្រឹមត្រូវតាមស្តង់ដារហើយទី2គឺយើងកាត់បន្ថយមានន័យថា
កាលណាយើងថែទាំទឹកបានល្អយើងធ្វើទឹកឲ្យមានគុណភាពល្អមានន័យថាគឺយើងកាត់បន្ថយថ្នាំគីមីមួយចំនួនដែលយើងត្រូវប្រើនេះយើងកាត់បន្ថយហើយមួយទៀតប្រព័ន្ធស្រះគឺត្រូវមានទំនប់អីឲ្យបាននេះទៅហើយសម្អាតជុំវិញស្រះឲ្យបានស្អាតទៅហើយយើងនិយាយទៅពពួកសត្វមួយចំនួនដូចជាពពួកសត្វទាពពួកសត្វមាន់ពពួកគោក្របីឡានកុំឲ្យមាននៅក្នុងកសិដ្ឋានរបស់យើងពួកហ្នឹងគឺជាការនាំមកនៅមេរោគមួយចំនួនឬក៏ផ្ដល់នៅកន្លែងកខ្វក់សម្រាប់កសិដ្ឋានរបស់យើងអញ្ចឹងបើយើងអត់មានអានឹងហើយអញ្ចឹងមានន័យថាมันមានអីរាំងស្ទះដល់ការធ្វើវិរិយកម្មល្អនោះទេខ្ញុំគិតបើខ្ញុំអនុវត្តប្រហែលឆ្នាំកន្លងមកហ្នឹងណា សូមអរគុណលោកវិក្មិនសម្រាប់ការលើកឡើងយ៉ាងវាស់បាយឈានចូលដល់សំណួរទី4តើកត្តាអ្វីខ្លះដែលធ្វើឲ្យការអនុវត្តវិរិយកម្មកាន់តែប្រសើរឡើងកត្តាដែលយើងត្រូវអនុវត្តវិរិយកម្មល្អកាន់តែប្រសើរទៅមុខទៀតទី1យើងត្រូវយើងគិតផ្ដើមតាំងពីចំណីយើងគួរជ្រើសរើសចំណីដែលមានគុណភាពល្អជ្រើសពូជត្រីដែលមានគុណភាពមានការលូតលាស់ល្អហើយរៀបចំបរិស្ថានស្រះឲ្យកាន់តែពិសេសវិសាលនឹងទៀតហើយមិនថាដាក់ឲ្យចំណីត្រីទេហើយយើងត្រូវរៀបចំការផលិតចំណីរបស់យើងនឹងឲ្យសមស្របណាតាមស្តង់ដារត្រឹមត្រូវទៅខ្ញុំគិតថាវាបានល្អប្រសើរទៅមុខហើយវាព្រោះនឹងយើងមិនមែនធ្វើម្ដងបានជោគជ័យវាត្រូវការពេលវាធ្វើសំទិញរហូតទៅដល់យើងខ្លាយបានជោគជ័យនៅការធ្វើវិរិយកម្មល្អហ្នឹងសូមអរគុណសម្រាប់ការលើកឡើងរបស់លោកវេក្មិនចាខណៈពេលនេះដែរកិច្ចពិភាក្សារបស់យើងទៅលើប្រធានបទតើត្រូវធ្វើយ៉ាងណាជំរុញការអនុវត្តវិរិយកម្មល្អក៏បានឈានចូលដល់ទីបញ្ចប់នេះខ្ញុំក៏សូមគោរពអរគុណដល់វេក្មិនគ្រប់រូបដែលបានចំណាយពេលវេលាមានតម្លៃនិងផ្ដល់កិត្តិយសក្នុងការចូលរួមកិច្ចពិភាក្សាក្នុងថ្ងៃនេះតាំងពីដើមរហូតដល់ចប់និងខ្ញុំសូមអរគុណនិងសូមគោរពលា